នេះគឺជាសត្វគោដែលមានទំហំធំជាងគេទាំង5នៅក្នុងពិភពលោកគោ Brahmin ជាប់ចំណាត់ថ្នាក់លេខ5វាគឺជាពូជគោដែលមានដើមកំណើតនៅប្រទេសឥណ្ឌាហើយត្រូវបានយកមកបង្កាត់នៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1885និងបាននាំចេញទៅប្រទេសផ្សេងៗទៀតដូចជាប្រទេសប្រេស៊ីលប្រទេសអូស្ត្រាលីនិងជាពិសេសនៅតំបន់ត្រូពិកហើយប្រទេសដែលនាំចូលសត្វគោនេះច្រើនជាងគេគឺជាប្រទេសអូស្ត្រាលីដែលជាពូជគោមួយប្រភេទដែលមានទំហំធំនិងសាច់ហាប់ល្អវាគឺជាពូជគោដែលធន់ទៅនឹងអាកាសធាតុមិនងាយឆ្លងជំងឺដោយសារតែស្បែកដុកត្រាស់របស់វាក៏ជាពូជគោមួយប្រភេទដែលដើរតួនាទីនៅក្នុងកីឡាប្រពៃណីផងដែរវាអាចមានទម្ងន់រហូតដល់1400ផោនឬស្មើទៅនឹង635គីឡូក្រាមលំដាប់ទី4 Wilgen Blue វាជាពូជគោមួយប្រភេទដែលភាគច្រើនរកឃើញនៅក្នុងប្រទេសមិចស៊ិកដែលមើលទៅរូបរាងរបស់វាប្រៀបដូចទៅនឹងកីឡាកាសអញ្ចឹងប៉ុន្តែសាច់ដុំរបស់វាទាំងអស់គ្មានជាតិខ្លាញ់នោះទេគឺជាសាច់សុទ្ធតែម្ដងដោយសារតែជាពូជគោមួយប្រភេទដែលអាចបំលែងសារជាតិខ្លាញ់ទៅជាសាច់បានហើយរាល់ចំណីដែលវាបរិភោគគឺមិនបំលែងទៅជាខ្លាញ់នោះទេគឺវាបំលែងទៅជាសាច់ទាំងអស់តែម្ដងប៉ុន្តែក៏មិនមែនជាសាច់ទាំងអស់នោះដែរព្រោះតែបើយើងប្រៀបធៀបទៅនឹងសត្វគោធម្មតាគឺវាមានជាតិខ្លាញ់តិចជាងបំផុតវាត្រូវបានគេបង្កាត់ពូជឡើងនៅក្នុងឆ្នាំ1950ដោយលោក Hazard ធ្វើការនៅមជ្ឈមណ្ឌលសិប្បនិម្មិតបន្ទាប់មកនៅក្នុងឆ្នាំ1978វាបាននាំចូលទៅសហរដ្ឋអាមេរិកយ៉ាងគំហុកដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋនៅក្នុងតំបន់នោះវាអាចមានទម្ងន់រហូតដល់2750ផោនឬស្មើទៅនឹង1247គីឡូក្រាមហើយនៅលេខរៀងលំដាប់ទី3 Saldivin គឺជាពូជគោដែលធំបំផុតនៅក្នុងប្រទេសអង់គ្លេសវាមានដើមកំណើតនៅភាគនិរតីនៃប្រទេសអង់គ្លេសហើយគេបង្កាត់ពូជចេញពីពូជគោពណ៌ក្រហមដែលធំជាងគេគឺពូជគោ Norden បន្ទាប់មកត្រូវបានគេចាត់ថ្នាក់ជាពូជគោនៅក្នុងឆ្នាំ1800ពូជគោមួយប្រភេទនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកដោះនិងសាច់គោដែលមានជីវជាតិល្អមិនមានសារជាតិខ្លាញ់ហើយក៏ដើរតួនាទីក្នុងការភ្ជួររាស់ដីផងដែរបន្ទាប់មកនៅក្នុងឆ្នាំ1970ត្រូវបានគេនាំចេញទៅបណ្ដាប្រទេសជាច្រើនដូចជាប្រទេសអូស្ត្រាលីនូវែលសេឡង់និងសហរដ្ឋអាមេរិកក្រោយមកក៏មានការថយចុះទៅវិញសារតែប្រទេសដែលនាំចូលជ្រើសរើសយកវិធីសាស្ត្របង្កាត់ពូជភាគច្រើនពួកវាមានទម្ងន់ប្រហែល3500ផោនឬស្មើទៅនឹង1587គីឡូក្រាមប៉ុន្តែមួយចំនួនជាប់នៅក្នុងស្តង់ដារធំជាងគេបំផុតដែលមានទម្ងន់រហូតដល់4400ផោនឬស្មើទៅនឹង1995គីឡូក្រាមលំដាប់ថ្នាក់ទី2 Mobilet វាគឺជាពូជគោមួយប្រភេទដែលមានដើមកំណើតនៅក្នុងប្រទេសស្វីសហើយត្រូវបានគេចាត់ចូលក្នុងសៀវភៅទទួលស្គាល់ថាជាពូជគោក្នុងឆ្នាំ1889វាគឺជាពូជគោមួយដែលទទួលស្គាល់ថាជាពូជគោដែលបានបង្កាត់ល្អបំផុតហើយវាក៏ត្រូវបានគេនាំចូលទៅកាន់តំបន់ Middle និងតំបន់ Azeri ពួកវាត្រូវបានគេទទួលស្គាល់ថាជាពូជគោដែលមានទឹកដោះសម្បូរប្រូតេអ៊ីនខ្ពស់សម្រាប់មនុស្សហើយសាច់របស់ពួកវាក៏ល្អខ្លាំងផងដែរនៅក្នុងប្រទេសបារាំងគេបានចាត់ទុកវាជាពូជគោដែលមានសាច់ល្អជាងគេបំផុតពួកវាអាចមានទម្ងន់ចាប់ពី1300ទៅ1500ផោនឬស្មើទៅនឹង589ទៅ680គីឡូក្រាមវាមិនសូវជាមានទម្ងន់ធ្ងន់ណាស់នោះទេតែវាគឺជាគោដែលមានគុណភាពល្អជាងគេបំផុតដោយសារតែទឹកដោះនិងសាច់របស់វាចូលនៅលំដាប់លេខរៀងទី1 Enjoy Dispress វាគឺជាពូជគោមួយប្រភេទនៅក្នុងស្រុកបារាំងដែលត្រូវបានចិញ្ចឹមភាគច្រើននៅតំបន់ Pardilas នៅភាគពាយ័ព្យនៃប្រទេសបារាំងប៉ុន្តែបានបង្កាត់ពូជមកពីប្រទេសអង់គ្លេសហើយនៅឆ្នាំ2004គេបានទទួលស្គាល់វាជាពូជគោមួយដែលមានសាច់ល្អជាងគេបំផុតការបង្កាត់ពូជគោនេះដំបូងឡើយមានគោលបំណងពីរគឺតម្រូវការសាច់និងទឹកដោះប៉ុន្តែក្រោយមកគេផ្ដោតទៅលើតែសាច់តែប៉ុណ្ណោះហើយពេលថ្មីៗនេះចំនួនគោនៅសល់តែ60000ក្បាលតែប៉ុណ្ណោះដែល2/3នៃសត្វគោគឺស្ថិតនៅក្នុងប្រទេសបារាំងវាមានទម្ងន់រហូតដល់4300ផោនឬស្មើទៅនឹង1950គីឡូក្រាមដើម្បីទទួលបានវីដេអូថ្មីៗសូមជួយចុច like share និង follow page របស់ខ្ញុំម្នាក់មួយផងសូមអរគុណ